ជំរាបសួរបងប្អូនម្នាក់ស្ដាប់ស្វាគមន៍សាជាថ្មីមកកាន់ Channel Book Brief ថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថបទមួយដែលនិយាយអំពី5មេរៀនដើម្បីឲ្យបងប្អូនជប់ខ្វល់ពីអ្វីដែលអ្នកដទៃគិតដើម្បីផ្ដល់សេរីភាពដែលផ្លាស់ប្ដូរជីវិតរបស់យើងពិតប្រាកដខ្ញុំសូមសួរសំណួរដ៏សាមញ្ញមួយទៅកាន់បងប្អូនតើមានការសម្រេចចិត្តប៉ុន្មានដងហើយដែលអ្នកបានធ្វើព្រោះតែវាជាអ្វីដែលអ្នកចង់បានពិតប្រាកដហើយមានការសម្រេចចិត្តប៉ុន្មានដងដែលអ្នកបានធ្វើព្រោះតែអ្នកខ្លាចអ្វីដែលអ្នកដទៃបានគិតប្រហែលជាអ្នកមិនបានដាក់ពាក្យធ្វើការងារក្នុងក្តីស្រមៃរបស់អ្នកព្រោះអ្នកខ្លាចគេសើចចំអកពេលអ្នកបរាជ័យប្រហែលជាអ្នកសុកចិត្តនៅស្ងៀមក្នុងអំឡុងពេលប្រជុំទោះបីជាអ្នកមានគំនិតដ៏អស្ចារ្យមួយក៏ដោយប្រហែលជាអ្នកបានជ្រើសរើសអាជីពការងារដែលគ្រួសាររបស់អ្នកចង់បានជំនួសឲ្យការងារដែលខ្លួនឯងអ្នកចង់ក៏ប្រហែលជាអ្នកបានចំណាយពេលជាច្រើនឆ្នាំលាក់បាំងតថភាពពិតនៃខ្លួនឯងគ្រាន់តែដើម្បីឲ្យសមស្របទៅនឹងអ្នកដទៃប្រសិនបើរឿងរ៉ាវទាំងនេះស្ដាប់ទៅដូចជារឿងរ៉ាវរបស់បងប្អូនមិនមែននៅតែម្នាក់ឯងនោះទេតម្រូវការដ៏ជ្រាលជ្រៅបំផុតមួយរបស់មនុស្សជាតិគឺការចង់ឲ្យគេទទួលស្គាល់កាលពីរាប់ពាន់ឆ្នាំមុនការមានក្រុមមានបកពួកមិនមែនត្រឹមតែមានសារៈសំខាន់ខាងផ្លូវចិត្តនោះទេប៉ុន្តែវាគឺជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិតការរងនៃការបដិសេធពីកុលសម្ព័ន្ធរបស់ខ្លួនអាចមានន័យថាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់តែម្នាក់ឯងទោះបីជាពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក៏ដោយក៏ខួរក្បាលរបស់យើងនៅតែផ្ទុកនៅសភាវគតិបុរាណនោះដដែលយើងតែងតែបារម្ភពីអ្វីដែលអ្នកដទៃគិតដោយធម្មជាតិប៉ុន្តែនេះគឺជាបញ្ហាអ្វីដែលធ្លាប់ជួយយើងឲ្យរស់រានមានជីវិតកាលពីមុនអាចកំពុងតែរារាំងយើងមិនឲ្យរស់នៅក្នុងជីវិតពិតប្រាកដនាពេលបច្ចុប្បន្ននៅពេលដែលរាល់ការសម្រេចចិត្តទាំងអស់ត្រូវបានគ្រប់គ្រងដោយសំណួរដែលសួរថាតើមនុស្សជុំវិញខ្លួននឹងគិតយ៉ាងណាយើងកំពុងតែប្រគល់ការគ្រប់គ្រងជីវិតរបស់យើងទៅឲ្យអ្នកដទៃបន្តិចម្ដងលើកលែងតែខ្លួនឯងផ្ទាល់រឿងដែលគួរឲ្យសោកស្ដាយបំផុតនោះគឺមនុស្សភាគច្រើនថែមទាំងមិនដឹងខ្លួនថាពួកគេកំពុងធ្វើរឿងនេះទៀតផងថ្ងៃនេះយើងនឹងមកសិក្សាស្វែងយល់អំពីមេរៀនដ៏មានឥទ្ធិពលចំនួន5ដែលអាចជួយឲ្យអ្នកឈប់រស់នៅដើម្បីរងចាំការយល់ស្របពីអ្នកដទៃហើយចាប់ផ្ដើមរស់នៅស្របតាមតម្លៃស្នូលរបស់ខ្លួនឯងវិញពីព្រោះសេរីភាពពិតប្រាកដមិនមែនចាប់ផ្ដើមនៅពេលដែលមនុស្សគ្រប់គ្នាពេញចិត្តនឹងអ្នកនោះទេវាចាប់ផ្ដើមនៅពេលដែលអ្នកលែងត្រូវការឲ្យពួកគេមកពេញចិត្តទៀតនោះឯងតោះយើងចាប់ផ្ដើមទាំងអស់គ្នាមេរៀនទី1មនុស្សភាគច្រើនកំពុងគិតពីខ្លួនឯងមិនមែនគិតពីអ្នកទេសូមស្រមៃថាអ្នកកំពុងដើរចូលទៅក្នុងបន្ទប់មួយហើយស្រាប់តែជំពប់ជើងដួលមុខរបស់អ្នកប្រែជាក្រហមងាំងបេះដូងរបស់អ្នកលោតញាប់អ្នកគិតក្នុងចិត្តថាមនុស្សគ្រប់គ្នាច្បាស់ជាឃើញអស់ហើយសម្រាប់ពេលវេលាដែលនៅសល់ពេញមួយថ្ងៃនោះអ្នកនៅតែបន្តគិតគូររំលឹកឡើងវិញនៅឱកាសដ៏គួរឲ្យខ្មាស់អៀននោះម្ដងហើយម្ដងទៀតប៉ុន្តែនេះគឺជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយមនុស្សភាគច្រើននៅក្នុងបន្ទប់នោះក៏ប្រហែលជាកំពុងគិតគូររំលឹកឡើងវិញនៅរឿងរ៉ាវគួរឲ្យខ្មាស់អៀនផ្ទាល់ខ្លួនរបស់គេដូចគ្នាម្នាក់កំពុងព្រួយបារម្ភអំពីការឡើងធ្វើបទបង្ហាញនៅថ្ងៃស្អែកម្នាក់ទៀតកំពុងគិតអំពីវិក័យប័ត្រដែលមិនទាន់បានបង់ហើយចំណែកម្នាក់ទៀតកំពុងឆ្ងល់ថាតើពួកគេបាននិយាយអ្វីខុសនៅក្នុងការសន្ទនាមុននេះឬអត់មនុស្សគ្រប់គ្នាសុទ្ធតែមានរឿងកង្វល់រៀងៗខ្លួនអ្នកចិត្តវិទ្យាជួនកាលហៅបាតុភូតនេះថាជាឥទ្ធិពលពន្លឺ spotlight ឬ spotlight effect យើងតែងតែមិននិន្នាការជឿថាមនុស្សម្នាយកចិត្តទុកដាក់លើរូបយើងជាងអ្វីដែលពួកគេធ្វើពិតប្រាកដវាប្រៀបដូចជាការឈរនៅលើឆាកដែលមានពន្លឺ spotlight ដ៏ភ្លឺចិញ្ចែងចាច់ចាំងមកលើរូបអ្នកតែម្នាក់ឯងអីចឹងនោះគឺជាអ្វីដែលយើងមានអារម្មណ៍ប៉ុន្តែនៅក្នុងតថភាពជាក់ស្ដែងមនុស្សគ្រប់គ្នាក៏មានអារម្មណ៍ថាពួកគេកំពុងឈរនៅក្រោមពន្លឺ spotlight ផ្ទាល់ខ្លួនរបស់ពួកគេដូចគ្នាដែរនេះជាឧទាហរណ៍ដ៏សាមញ្ញមួយតើអ្នកអាចចាំបានទេថាបុគ្គលិករួមការងារម្នាក់បានស្លៀកពាក់ខោអាវពណ៌អ្វីខ្លះកាលពីថ្ងៃអង្គារសប្តាហ៍មុនប្រកាសជាមិនចាំឡើយប៉ុន្តែអ្នកប្រហែលជាចាំពីការព្រួយបារម្ភរបស់ខ្លួនឯងថាតើខ្លួនឯងគួរពាក់អាវមួយណាហេតុអ្វីពីព្រោះយើងតែងតែយកចិត្តទុកដាក់លើខ្លួនឯងច្រើនជាងអ្នកដទៃដោយធម្មជាតិការដឹងច្បាស់ពីចំណុចនេះនឹងផ្ដល់សេរីភាពយ៉ាងអស្ចារ្យមនុស្សជុំវិញខ្លួនមិនបានគិតពីអ្នកច្រើនដោយអ្នកស្រមៃនោះទេហើយនោះគឺជាដំណឹងល្អបំផុតពីព្រោះវាមានន័យថាអ្នកមានសេរីភាពច្រើនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀតមេរៀនទី2អ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តអ្នកបានទេសូមស្រមៃអំពីការចម្អិនអាហារដែលឆ្ងាញ់បំផុតនៅលើពិភពលោកទោះបីជាវាមានរសជាតិឆ្ងាញ់អស្ចារ្យប៉ុណ្ណាក៏ដោយក៏នៅតែមាននរណាម្នាក់និយាយថាវាហឹរពេកដដែលម្នាក់ទៀតនឹងគិតថាវាសាបពេកម្នាក់ផ្សេងទៀតមិនចូលចិត្តបន្លែហើយម្នាក់ទៀតចង់ឲ្យមានសាច់ច្រើនជាងនេះម្ហូបអាហារមិនបានផ្លាស់ប្ដូរនោះទេមានតែចំណង់ចំណូលចិត្តរបស់មនុស្សទេដែលខុសគ្នាជីវិតពិតគឺបែបនេះ
មិនថាអ្នកធ្វើអ្វីក៏ដោយអ្នកនឹងមិនពេញចិត្តមានអ្នកខ្លះមិនពេញចិត្តហើយក៏មានអ្នកខ្លះពេញចិត្តបើអ្នកជាមនុស្សស្ងប់ស្ងាត់គេអាចនឹងនិយាយថាអ្នកជាមនុស្សអៀនព្រានបើអ្នកជាមនុស្សចូលចិត្តនិយាយស្ដីគេអាចនឹងថាអ្នកជាមនុស្សអួតអាងបើអ្នកចំណាយលុយគេថាអ្នកជាមនុស្សចាយមិនចេះគិតគូរបើអ្នកសន្សំលុយគេថាអ្នកជាមនុស្សកំណាញ់បើអ្នកធ្វើការថែម៉ោងច្រើនគេថាអ្នកខ្វល់ខ្វាយតែពីរឿងការងារពេកបើអ្នកផ្ដល់អតិភិបដល់គ្រួសារគេថាអ្នកជាមនុស្សដែលមិនមានមហិច្ឆតាតើអ្នកមើលឃើញពីទម្រង់ដដែលៗទាំងនេះទេការព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តគឺជាការងារដែលមិនអាចទៅរួចឡើយសូមគិតអំពីបុគ្គលល្បីៗនិងគួរឲ្យគោរពបំផុតនៅក្នុងប្រវត្តិសាស្ត្រពួកគេសុទ្ធតែមានអ្នករិះគន់អ្នកបង្កើតថ្មី inventor ត្រូវបានគេហៅថាជាមនុស្សរវើរវាយមិនខ្វល់ពីការពិតសិល្បករត្រូវបានគេបដិសេធសហគ្រិនត្រូវបានគេប្រាប់ថាគំនិតរបស់ពួកគេមិនអាចជោគជ័យឡើយថ្នាក់ដឹកនាំរងការរិះគន់ចំពោះរាល់ការសម្រេចចិត្តដែលពួកគេបានធ្វើប្រសិនបើមនុស្សនៅតែបន្តរិះគន់សូម្បីតែបុគ្គលដែលជោគជ័យបំផុតនៅលើពិភពលោកទៅហើយនោះតែហេតុអ្វីបានជាយើងរំពឹងចង់ជៀសផុតពីការរិះគន់ទាំងស្រុងទៅកើតគោលដៅមិនមែនជាការធ្វើខ្លួនឲ្យទៅជាមនុស្សដែលគ្មាននរណាម្នាក់រិះគន់នោះទេគោលដៅគឺការធ្វើខ្លួនឲ្យคล้ายជាមនុស្សដែលដឹងច្បាស់ថាតើមតិយោបល់ណាខ្លះដែលគួរឲ្យតម្លៃនិងយកចិត្តទុកដាក់មេរៀនទី3រាល់ពេលដែលអ្នករស់នៅដើម្បីរងចាំការពេញចិត្តពីគេអ្នកនឹងបាត់បង់ផ្នែកមួយនៃខ្លួនឯងសូមស្រមៃគិតអំពីតារាសម្ដែងម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំសម្ដែងជាតួអង្គខុសៗគ្នាចុងក្រោយពួកគេអាចនឹងភ្លេចថាតើសម្លេងធម្មជាតិពិតប្រាកដរបស់ខ្លួនឯងមានសម្លេងបែបណាមនុស្សជាច្រើនកំពុងរស់នៅក្នុងជីវិតបែបនេះនៅពេលនៅក្បែរមិត្តភក្តិមួយក្រុមពួកគេធ្វើពិតជាចូលចិត្តរឿងរ៉ាវដែលពួកគេមិនបានចូលចិត្តពិតប្រាកដនៅកន្លែងធ្វើការពួកគេលាក់បាំងគំនិតរបស់ខ្លួនឯងព្រោះពួកគេមិនចង់ធ្វើខ្លួនឲ្យលេចធ្លោពេករស់នៅជាមួយគ្រួសារពួកគេជៀសវាងការសន្ទនាពិបាកព្រោះពួកគេខ្លាចធ្វើឲ្យនរណាម្នាក់ខកចិត្តបន្តិចម្ដងពួកគេចាប់ផ្ដើមបាត់បែនអត្តសញ្ញាណរបស់ខ្លួនឯងទៅតាមការរំពឹងទុករបស់អ្នកដទៃតម្លៃដែលត្រូវបង់គឺធំធេងជាងអ្វីដែលពួកគេដឹងទៅទៀតរាល់ពេលដែលអ្នកធ្វើពុតជាមនុស្សម្នាក់ដែលមិនមែនជាខ្លួនឯងពិតប្រាកដអ្នកកំពុងតែដើរចេញកាន់តែឆ្ងាយពីការស្វែងរកថាតើខ្លួនឯងជាអ្នកណាពិតប្រាកដសូមស្រមៃអំពីតន្ត្រីករដែលមានទេពកោសល្យម្នាក់ដែលមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនប៉ុន្តែដោយសារតែគ្រប់គ្នាដេញដោលចង់ឲ្យគាត់ក្លាយជាមេធាវីគាត់ក៏បានបោះបង់ចំណង់ចំណូលចិត្តរបស់ខ្លួនចោលអស់ជាច្រើនឆ្នាំគាត់ប្រហែលជាអាចនឹងទទួលបានការពេញចិត្តនិងសរសើរពីអ្នកដទៃប៉ុន្តែនៅក្នុងជំរឿចិត្តរបស់គាត់តែងតែឆ្ងល់ថាតើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណាបើខ្ញុំមានភាពក្លាហានក្នុងការជ្រើសរើសផ្លូវដើរផ្ទាល់ខ្លួនការទទួលបាននៃការពេញចិត្តពីគេផ្ដល់អារម្មណ៍មួយល្អខុសពីកាលពីមុនប៉ុន្តែភាពជាខ្លួនឯងពិតប្រាកដផ្ដល់នូវសន្តិភាពពេញមួយជីវិតសូមសួរខ្លួនឯងអំពីសំណួរនេះប្រសិនបើខ្ញុំដឹងថានឹងគ្មាននរណាម្នាក់មកវិនិច្ឆ័យឬវាតម្លៃលើរូបខ្ញុំទេតើខ្ញុំនឹងធ្វើការសម្រេចចិត្តបែបណាខ្លះនៅក្នុងថ្ងៃនេះជួនកាលចម្លើយនៃសំណួរនេះនឹងបើកបង្ហាញនៃជីវិតដែលអ្នកបានលួចប្រាថ្នាចង់បានជាសម្ងាត់តាំងពីដើមរៀងមកមេរៀនទី4ទុកឲ្យការរិះគន់ខ្លាយជាគ្រូបង្រៀនរបស់អ្នកមិនមែនជាចង្វាយនេះរបស់អ្នកឡើយមិនមែនការរិះគន់ទាំងអស់សុទ្ធតែមានគ្រោះថ្នាក់នោះទេការរិះគន់ខ្លះជួយឲ្យយើងលូតលាស់អ្វីដែលជាការប្រឈមគឺការរៀនបែងចែកឲ្យច្បាស់ពីភាពខុសគ្នារវាងការរិះគន់ទាំងនោះសូមស្រមៃថាមាននរណាម្នាក់ប្រាប់អ្នកថាអ្នកចូលចិត្តនិយាយកាត់សម្ដីគេនៅពេលសន្ទនាដំបូងឡើយវាអាចធ្វើឲ្យអ្នកឈឺចាប់ប៉ុន្តែបន្ទាប់ពីពិចារណាឡើងវិញអ្នកក៏ដឹងថាពួកគេនិយាយត្រូវមតិកែលម្អ feedback នេះនឹងជួយឲ្យអ្នកក្លាយជាអ្នកស្ដាប់ដ៏ល្អម្នាក់ជាងមុនឥឡូវនេះសូមស្រមៃថាមាននរណាម្នាក់និយាយថាក្តីស្រមៃរបស់អ្នកមិនអាចទៅរួចទេអ្នកមិនមានថ្ងៃជោគជ័យឡើយតើនោះជាមតិកែលម្អដែលមានប្រយោជន៍ដែរឬទេមិនប្រកាសនោះឡើយជួនកាលការរិះគន់បង្ហាញពីការភ័យខ្លាចផ្ទាល់ខ្លួនរបស់អ្នករិះគន់ច្រើនជាងការបង្ហាញពីសក្តានុពលពិតប្រាកដរបស់អ្នកនេះគឺជាវិធីងាយៗក្នុងការវាតម្លៃនៃការរិះគន់សូមសួរខ្លួនឯងនៅសំណួរទាំង3នេះទី1តើវាជាការពិតដែរឬទេទី2តើវាមានប្រយោជន៍ដែរឬទេទី3តើវាបានមកពីមនុស្សដែលខ្ញុំគោរពដល់ការវិនិច្ឆ័យរបស់គេដែរឬទេប្រសិនបើចម្លើយបាត់ឬក៏ចាស់សូមរៀនសូត្រពីវាបើមិនមែនទេក៏មិនដោយឲ្យវាមកកំណត់អត្តសញ្ញាណរបស់អ្នកឡើយសូម្បីតែដើមឈើហូបផ្លែដែលផ្អែមល្ហែមបំផុតក៏មិនអាចហាមឃាត់មនុស្សមិនឲ្យរអ៊ូរទាំពីរឿងស្លឹកឈើជ្រុះបានដែរការទទួលខុសត្រូវរបស់អ្នកមិនមែនជាការជៀសវាងការរិះគន់នោះទេការទទួលខុសត្រូវរបស់អ្នកគឺការបន្តលូតលាស់ទៅមុខមេរៀនទី5កសាងជីវិតជុំវិញតម្លៃស្នូលរបស់អ្នកមិនមែនជុំវិញមតិរបស់គេឡើយសូមស្រមៃថាអ្នកកំពុងស្ថិតនៅលើកប៉ាល់មួយដែលកំពុងបើកបរឆ្លងកាត់មហាសមុទ្រប្រសិនបើអ្នកតែងតែបដូរទិសដៅរាល់ពេលដែលមានកប៉ាល់ផ្សេងទៀតបើកកាត់នោះអ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកឡើយ
ជីវិតពិតក៏ដំណើរការតាមរបៀបនោះដែរបើគ្មានតម្លៃស្នូលច្បាស់លាស់ទេអ្នកតែងតែផ្លាស់ប្ដូរទិសដៅជីវិតទៅតាមអ្នកណាដែលនិយាយខ្លាំងជាងគេសូមសួរខ្លួនឯងថាតើមនុស្សបែបណាដែលខ្ញុំចង់ក្លាយជាតើអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំតើគោលការណ៍ណាខ្លះដែលខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំឆ្លុះបញ្ចាំងឲ្យឃើញប្រហែលជាអ្នកឲ្យតម្លៃលើភាពស្មោះត្រង់សេចក្តីសប្បុរសការរៀនសូត្រគ្រួសារជំនឿសាសនាសេរីភាពការបម្រើការងារសង្គមភាពក្លាហានជាដើមនៅពេលដែលតម្លៃស្នូលរបស់អ្នកខ្លាយជាត្រីវិស័យនាំផ្លូវមតិយោបល់របស់អ្នកដទៃនឹងបាត់បង់អំណាចរបស់វាយ៉ាងច្រើនសូមស្រមៃអំពីមនុស្សពីរនាក់ដែលកំពុងចាប់ផ្ដើមអាជីវកម្មម្នាក់បានបោះបង់ចោលព្រោះតែមិត្តភ័ក្តិប្រាប់ថាវាមានហានិភ័យខ្ពស់ចំណែកឯម្នាក់ទៀតបានស្ដាប់ដោយការគោរពប៉ុន្តែនៅតែបន្តធ្វើទៅមុខទៀតព្រោះពួកគេមានជំនឿចិត្តលើការងារដែលពួកគេកំពុងធ្វើច្រើនឆ្នាំក្រោយមកទោះបីជាអាជីវកម្មនោះមិនបានជោគជ័យខ្លាំងក្លាក៏ដោយក៏មនុស្សទី2ទទួលបាននូវអ្វីមួយដែលមានតម្លៃជាទីបំផុតពួកគេដឹងច្បាស់ថាពួកគេបានរស់នៅស្របតាមការជឿជាក់ពិតប្រាកដរបស់ខ្លួនឯងវាមានសន្តិភាពមួយយ៉ាងដែលកើតចេញពីការដឹងថាអ្នកបានធ្វើការជ្រើសរើសដែលឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់អ្នកមិនមែនឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់អ្នកឡើយហើយសន្តិភាពផ្លូវចិត្តនោះមានតម្លៃជាងការពេញចិត្តបណ្ដោះអាសន្នរបស់អ្នកដទៃឆ្ងាយណាស់ទស្សនៈចុងក្រោយមុននឹងយកបញ្ចប់ខ្ញុំសូមបន្សល់នៅរឿងរ៉ាវចុងក្រោយមួយដល់អ្នកសូមស្រមៃគិតដល់ពេលដែលអ្នកធ្វើដំណើរមកដល់ទីបញ្ចប់នៃជីវិតអ្នកក្រឡេកមើលថយក្រោយទៅកាន់ឆ្នាំទាំងឡាយដែលអ្នកបានរស់នៅតើអ្វីទៅដែលធ្វើឲ្យអ្នកឈឺចាប់ជាងរវាងការដឹងថានរណាម្នាក់ធ្លាប់រិះគន់រូបអ្នកឬការដឹងខ្លួនថាអ្នកមិនបានរស់នៅក្នុងជីវិតប្រកបរបស់ខ្លួនឯងសោះព្រោះតែបានចំណាយពេលពេញមួយជីវិតគ្រាន់តែដើម្បីជៀសវាងការរិះគន់ពីគេមនុស្សភាគច្រើននឹងមិនចងចាំកំហុសរបស់អ្នកឡើយមនុស្សភាគច្រើននឹងមិនចងចាំពេលដែលអ្នកធ្វើខ្លួនខុសឆ្គងគួរឲ្យសំណោចនោះទេមនុស្សភាគច្រើនរវល់តែរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះប៉ុន្តែរូបអ្នកផ្ទាល់នឹងចងចាំនៅរាល់ឱកាសដែលអ្នកមិនបានចាប់យកក្តីស្រមៃដែលអ្នកបានបោះបង់ចោលពាក្យសម្ដីដែលអ្នកមិនដែលបាននិយាយចេញមកក៏មិនដោយឲ្យការខ្លាចគេវាតម្លៃខ្លាយជាគុកដែលឃុំឃាំងខ្លួនអ្នកមិនឲ្យខ្លាយជាបុគ្គលដែលអ្នកគួរតែខ្លាយជាអីសោះវានឹងតែងតែមានមនុស្សដែលយល់ច្រឡំលើរូបអ្នកវានឹងតែងតែមានមនុស្សដែលមិនយល់ស្របនឹងជំរឿសរបស់អ្នកនោះគឺជាផ្នែកមួយនៃការធ្វើជាមនុស្សអ្នកមិនត្រូវការការយល់ស្របពីមនុស្សគ្រប់គ្នាដើម្បីរស់នៅក្នុងជីវិតដែលមានន័យនោះឡើយអ្នកគ្រាន់តែត្រូវការភាពក្លាហានដើម្បីស្មោះត្រង់នឹងខ្លួនឯងតែប៉ុណ្ណោះដូច្នេះនៅពេលក្រោយដែលអ្នកមានអារម្មណ៍ឃើញខ្លួនឯងកំពុងឆ្ងល់ថាតើមនុស្សជុំវិញខ្លួនឯងគិតយ៉ាងណាសូមជំនួសសំណួរនោះដោយសំណួរដែលល្អជាងនេះតើខ្ញុំនឹងមានមោទនភាពចំពោះការសម្រេចចិត្តនេះដែរឬទេក្នុងរយៈពេល5ឆ្នាំខាងមុខពីព្រោះនៅចុងបញ្ចប់នៅថ្ងៃនីមួយៗរូបអ្នកផ្ទាល់គឺជាអ្នកដែលត្រូវរស់នៅជាមួយនឹងជំរឿសនោះរបស់ខ្លួនឯងនោះមិនមែនជាមនុស្សដែលឈរមើលពីចំហៀងនោះឡើយសូមអរគុណសម្រាប់ការតាមដានស្ដាប់រហូតដល់ចប់ប្រសិនបើវីដេអូនេះបានផ្ដល់កម្លាំងចិត្តកុំភ្លេចចុច like subscribe និង share ទៅកាន់នរណាម្នាក់ដែលត្រូវការលើកទឹកចិត្តនៅក្នុងថ្ងៃនេះខណៈពេលដែលបងប្អូនឈប់រស់នៅក្នុងការរន្ទឹងរង់ចាំឬការពេញចិត្តរបស់អ្នកដទៃនោះគឺជាខណៈពេលដែលអ្នកចាប់ផ្ដើមរស់នៅក្នុងជីវិតពិតប្រាកដរបស់ខ្លួនសូមធ្វើខ្លួនឲ្យមានសេចក្តីសប្បុរសស្ដាប់ដំបូន្មានដោយឆ្លាតវៃប៉ុន្តែមិនត្រូវប្រគល់អំណាចទៅឲ្យអ្នកដទៃដើម្បីមកសម្រេចថាតើអ្នកជាអ្នកណានោះឡើយជីវិតរបស់អ្នកគឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកសូមប្រកាសថារូបអ្នកផ្ទាល់គឺជាអ្នកសរសេរវាឡើងអរគុណបងប្អូនចំពោះការតាមដានស្ដាប់អត្ថបទដ៏ល្អមួយនេះយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរសំណាងល្អ